ចាជំរាបសួរបងប្អូនទាំងអស់គ្នាហេតុអ្វីយើងត្រូវចេះភាសាជប៉ុននៅពេលដែលយើងមកធ្វើការឬក៏រស់នៅក្នុងប្រទេសជប៉ុនបងប្អូនចាជាក់ស្ដែងដោយបងប្អូនបានដឹងស្រាប់ហើយយើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើងប្រើភាសាដើម្បីទំនាក់ទំនងគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅខ្មែរយើងប្រើភាសាខ្មែរទំនាក់ទំនងទៅតែនៅប្រទេសជប៉ុនគឺយើងត្រូវប្រើភាសាទំនាក់ទំនងជាភាសាជប៉ុនដោយសារតែនៅប្រទេសជប៉ុនគឺសម្បូរមនុស្សចាស់អញ្ចឹងទៅគឺគាត់អត់សូវចេះភាសាបរទេសទេទោះបីជាឥឡូវហ្នឹងក្មេងៗគាត់ចេះភាសាអង់គ្លេសក៏ដោយក៏គាត់អត់សូវនិយាយដែរហើយជាក់ស្ដែងខ្ញុំផ្ដោតហ្នឹងគឺទៅលើសិក្ខាកាមឬក៏ពលករជំនាញដែលគាត់មកធ្វើការនៅប្រទេសជប៉ុនណាអឺអ្នកខ្លះគឺគាត់ខំប្រឹងរៀនទៅគាត់អាចចេះបានត្រឹមភាសាទំនាក់ទំនង N4 N3 អីដើម្បីងាយស្រួលក្នុងការធ្វើការទៅតែបើសិនជាអ្នកខ្លះគឺគាត់អត់ចេះមកដល់គឺបានត្រឹមតែណែនាំខ្លួនតិចតួចអីចឹងណាអញ្ចឹងនៅពេលដែលយើងមកដល់ប្រទេសជប៉ុនគឺយើងធ្វើការជាមួយនឹងជនជាតិជប៉ុនហើយនៅពេលដែលគេបញ្យល់ពីការងារបញ្យល់ពីរបៀបរបបអ្វីផ្សេងនៅក្នុងក្រុមហ៊ុនគឺគេបញ្យល់ជាភាសាជប៉ុនអញ្ចឹងនៅពេលដែលយើងអត់ចេះភាសាគឺយើងអត់អាចយល់អំពីអ្វីដែលក្រុមហ៊ុនឲ្យយើងធ្វើឬក៏យើងត្រូវធ្វើអ្វីឲ្យបានត្រឹមត្រូវអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងអត់ចេះភាសាបងប្អូនគឺពិបាកខ្លាំងមែនតែនទាំងការកន្លែងការងារនិងជីវភាពរស់នៅជាក់ស្ដែងគឺខ្ញុំធ្វើការផ្នែកនេះយូរហើយដែរដោយថាតាំងពីឆ្នាំ2020មកអញ្ចឹងណាអញ្ចឹងបទពិសោធន៍ក៏វាមិនតិចដែរអញ្ចឹងជួបច្រើនដូច្នេះហើយផលលំបាកនៃការអត់ចេះភាសាហ្នឹងគឺពិបាកសម្រាប់បងប្អូនយើងខ្លាំងមែនតើដល់ពេលយើងអត់ចេះទៅត្រូវបានគេមិនគេឆោបោកឧទាហរណ៍ថាយើងធ្វើឯកសារអីមួយឬក៏យើងសម្ភាសកន្លែងណាមួយយើងរកការងារធ្វើឬក៏ជីវភាពរស់នៅយើងត្រូវការទៅណាមកណីពិសេសគឺតាក់ទងជាមួយនឹងច្បាប់ទម្លាប់អីចឹងនៅពេលដែលយើងអត់ចេះភាសាបងប្អូនគឺពិបាកហើយទី2អ្វីដែលសំខាន់បំផុតនៅពេលដែលយើងអត់ចេះគឺយើងត្រូវចាញ់បោកមេខ្យល់ចាញ់បោកអ្នកដែលគេឆោបោកចឹងណាបោកថាទៅរកការងារឲ្យធ្វើទៅតែពិតអត់មានទៅរកការងារឲ្យធ្វើទៅគឺយកតែលុយយើងអញ្ចឹងនៅពេលដែលយើងចេះខ្លួនឯងបងប្អូនគឺអត់មានណាគេបោកយើងបានទេអញ្ចឹងត្រូវតែរៀន